ក្រុង Markham នៅប្រទេសកាណាដាគឺជាក្រុងមួយដែលស្ងប់ស្ងាត់ហើយមិនដែលធ្លាប់មានរឿងអាក្រក់អ្វីកើតឡើងប៉ុន្តែនៅយប់ថ្ងៃទី8ខែ11ឆ្នាំ2010ការខលទៅលេខ911មួយក៏បានបង្ហាញពីការកុហកនិងរឿងអាក្រក់មួយដែលគ្មានអ្នកណាស្មានដល់សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនៅក្នុងបង Joy Story Room ខ្ញុំនឹងនិយាយពីរឿងក្តី Jennifer Pan នេះគឺជាសាច់រឿងមួយដែលនិយាយពីកូនស្រីល្អម្នាក់និងការលាក់បាំងរបស់នាងដើម្បីយល់ពីអ្វីដែលបានកើតឡើងយើងត្រូវដឹងពីប្រវត្តិគ្រួសារក្នុងរឿងនេះHan និង Pitch Pan គឺជាប្តីប្រពន្ធជនភៀសខ្លួនពីវៀតណាមក្រោយពីមកដល់កាណាដាពួកគេទាំងពីរបានចូលធ្វើការរោងចក្រយ៉ាងធ្ងន់ធ្ងរអស់រយៈពេល20ឆ្នាំពួកគេខំធ្វើការនិងសន្សំលុយមិនដែលដើរលេងឬទិញរបស់ទំនើបទេកូនស្រីរបស់ពួកគេឈ្មោះ Jennifer ហើយកូនប្រុសឈ្មោះ Felixកូនទាំងពីរគឺជាក្តីសង្ឃឹមធំបំផុតរបស់ពួកគេ Han ចង់ឲ្យកូនមានជីវិតជោគជ័យបំផុតគាត់បង្ខំឲ្យ Felix រៀនធ្វើវិស្វករហើយចំណែក Jennifer វិញគាត់បង្ខំឲ្យនាងរៀនធ្វើជាអ្នកលក់ថ្នាំឬអ្នកគ្រូពេទ្យហើយត្រូវតែលេង piano ឲ្យពូកែបំផុតថែមទៀតក្នុងឆ្នាំ2004គ្រួសារនេះបានរើសទៅនៅក្នុងផ្ទះធំស្អាតមួយនៅតំបន់អ្នកមាននៅក្រុង Markham ក្នុងផ្នែកអ្នកជិតខាងគ្រួសារ Pan គឺជាគ្រួសារដែលជោគជ័យបំផុតព្រោះពួកគេមានលុយកាក់ច្រើនខំធ្វើការហើយមានកូនរៀនប៉ាកែទៀតប៉ុន្តែតាមពិតអ្វីគឺមិនដូចអ្វីដែលយើងឃើញពីខាងក្រៅនោះទេសម្ពាធខ្លាំងពេកនឹងការចង់បានខ្ពស់ពេកពីឪពុកម្ដាយបានធ្វើឲ្យជីវិតពិតរបស់ Jennifer ខុសគ្នាដាច់ពីអ្វីដែលពួកគេគិតយប់ថ្ងៃទី8ខែ11ឆ្នាំ2010ប្រហែលជាម៉ោង10កន្លះយប់ប្រុស3នាក់បានចូលក្នុងផ្ទះគ្រួសារ Pan តាមទ្វារមុខដែលបំបានចាក់សោវីដេអូសវត្ថិភាពពីផ្ទះអ្នកជិតខាងបានបង្ហាញថាពួកចៅដើរកាត់ស្មៅហើយដើរសម្ដៅចូលក្នុងផ្ទះឡើងសួលនិយាយទៅពួកគេមិនបាច់កាត់សោហើយក៏មិនបាច់រុញទ្វារខ្លាំងហ្មងពេលចូលដល់ក្នុងផ្ទះភ្លាមពួកចៅបានបំបែកគ្នាធ្វើសកម្មភាពយ៉ាងលឿនពួកវាបានចាប់ពេជ្រនៅក្នុងបន្ទប់ទទួលភ្ញៀវហើយចំណែកនៅជាន់លើវិញ Han ត្រូវភ្ញាក់ពីដេកដោយសារមានបុរសម្នាក់យកកាភ្លើងមកចុងក្បាលគាត់ហើយបង្ខំឲ្យគាត់ចុះមកក្រោមក្នុងពេលជាមួយគ្នា Jennifer ត្រូវបានពួកចៅចងនៅមាត់ទ្វារបន្ទប់ពួកគេបានយកខ្សែស្បែកជើងមកចងដៃនាងចាប់នឹងប្រកាន់ដៃនៅជាន់លើ Jennifer ក៏បានប្រាប់ឲ្យពួកចៅទៅរកលុយនៅក្នុងបន្ទប់របស់នាងហើយពួកវាក៏ប្រមូលបាន$25,000ប៉ុណ្ណឹងហើយពួកវាដូចជាមិនទាន់គ្រាន់ទៀតដល់ថ្នាក់ហ្នឹងពួកវាបានបង្ខំឲ្យ Han និង Pitch ចុះទៅជាន់ក្រោមដីហើយប្រាប់ឲ្យពួកគេបាយក្រោយហើយឱនក្បាលចុះក្នុងនាទីចុងក្រោយ Pitch បានអំបរសុំឲ្យកូនស្រីគាត់ថាសូមគុំធ្វើបាប Jennifer អីទោះបីជា Pitch បានអំបរសុំឲ្យកូនស្រីរបស់គាត់មានសុវត្ថិភាពក៏ដោយក៏ពួកចៅបានយកភួយមួយមកគ្របលើក្បាលរបស់ពួកគាត់ទាំងពីរHan ត្រូវពួកវាបាញ់ចំមុខត្រូវធ្គាមរបស់គាត់ហើយចំណែក Pitch វិញត្រូវពួកវាបាញ់ត្រូវខ្នងច្រើនគ្រាប់ហើយចុងក្រោយបានគេបាញ់ថែមមួយគ្រាប់ទៀតចំក្បាលពីក្រោយ911, what's your emergency?
ម៉ោង11យប់ជាងប៉ូលីសបានទូរស័ព្ទមួយចេញពីផ្ទះរបស់គ្រួសារផាន់ Jennifer គឺជាអ្នកដែលកំពុងនិយាយក្នុងទូរស័ព្ទ Please just go ma'am, calm down. What? Some people broke into our house and showed us all his money. Ma'am, yelling downstairs. Okay, ma'am. សំឡេងរបស់នាងញ័រហើយដូចដកដង្ហើមឡើងញាប់នាងបានប្រាប់ប៉ូលីសតាមទូរស័ព្ទថានាងធ្វើបានគេចងចាប់នឹងប្រកាន់ដៃនៅជាន់លើហើយមួយផ្លេតក្រោយមកប៉ូលីសតាមទូរស័ព្ទក៏បានឮសំឡេងស្រែកមួយយ៉ាងខ្លាំងតែម្ដង Can you spell the name for me, please? Dad? No, I'm calling her, ma'am. សំឡេងស្រែកនោះគឺជាសំឡេងរបស់ហាន់មិនគួរឲ្យជឿសោះគាត់ហួសនៅគាត់បានវាចេញពីជាន់ក្រោមដីកាត់សពប្រពន្ធរបស់គាត់ហត់ចេញមកក្រៅផ្ទះទាំងដៃខ្ទប់មុខហើយស្រែកឲ្យគេជួយគាត់ផងពេលប៉ូលីសមកដល់ភ្លាមពួកគេបានឃើញទិដ្ឋភាពដូច Jennifer បានប្រាប់មែនឪពុកកំពុងហូរឈាមខ្លាំងនៅស្មៅម្ដាយស្លាប់នៅក្នុងជាន់ក្រោមដីហើយកូនស្រីនៅជាន់លើនៅតែចងដៃចាប់នឹងប្រកាន់ដៃហើយកាន់ទៅទូរស័ព្ទពេលមើលពីខាងក្រៅទៅវាដូចជារឿងចោលប្លន់ផ្ទះមែនដែលคล้ายទៅជារឿងសម្លាប់មនុស្សយ៉ាងកំសត់មួយនៅថ្ងៃបន្ទាប់ប៉ូលីសបានមកព័ទ្ធផ្ទះគ្រួសារផាន់ដើម្បីរកមើលភស្តុតាងគណៈពេលដែលហាន់កំពុងវះកាត់ហើយនៅមិនទាន់ដឹងខ្លួនជីវិតគាត់នៅភេទប្រពួយមែនតែនចំណែកប៉ូលីសវិញចាប់ដើមឃើញមានរឿងចម្លែកក្នុងចំណោមអ្នកដែលមកដល់ដំបូងគេក៏មានអ្នកកាសែតម្នាក់ឈ្មោះ Jeremy Grimaldi គាត់ធ្លាប់តាមដានរឿងបែបនេះរាប់រយមកហើយដូច្នេះគាត់ក៏ចាប់អារម្មណ៍ឃើញរឿងមិនសមហេតុផលមួយទោះបីជាពួកចៅនៅក្នុងផ្ទះដល់18នាទីក៏ដោយក៏ពួកចៅអត់មានប្លន់យត់ឡានទំនើបគ្រឿង electronic ថ្លៃឬគ្រឿងអលង្ការសោះអ្វីដែលបាត់បង់គឺមានតែលុយ$25,000ដែល Jennifer ប្រគល់ឲ្យពួកចៅប៉ុណ្ណោះតាមធម្មតាពេលចៅប្លន់យកលុយពួកវាប្លន់លឿនណាស់ពួកចៅត្រូវយករបស់ណាដែលថ្លៃហើយរត់ចេញឲ្យលឿនប៉ុន្តែនៅក្នុងផ្ទះគ្រួសារផាន់វិញពួកចៅទាំងនេះដូចជារឹសរបស់ខ្លាំងណាស់ប៉ូលីសក៏ចាប់ដើមសង្ស័យដែរថាហេតុអ្វីបានជាពួកចៅសម្លាប់មនុស្ស2នាក់ដែលជាសាក្សីប៉ុន្តែហេតុអ្វីបានជាទុកឲ្យ Jennifer រស់នៅហើយគ្រាន់តែចងនាងចាប់នឹងប្រកាន់ដៃទៅវិញមានរឿងមួយទៀតប៉ូលីសបានសាកធ្វើតាមអ្វីដែល Jennifer បាននិយាយប៉ុន្តែវាដូចជាមិនសមហេតុផលសោះពួកគាត់យល់ថាពេលត្រូវគេចងដៃចាប់ទៅក្រោយនិងប្រកាន់ដៃដូចនាងនិយាយបែបនោះវាមិនមែនជារឿងងាយស្រួលដែលអាចទាញទូរស័ព្ទចេញពីកប៉ៅហើយអាចចុចលេខចេញនោះទេពេលប៉ូលីសសួរដំបូង Jennifer ឆ្លើយដដែលដូចអ្វីដែលនាងបានរៀបរាប់អញ្ចឹង You're now bound to the railing. Can you show me? Can you stand up and turn around and tell me? Just show on the camera how your hands are bound. Now here is where the banister is. Put your hands back behind your back, exactly how you remember they were. This is the arm that's the strings wrapped around against the banister. Mm-hmm. Okay, so now how can you get to the phone? And how do you make the phone call? 911. Mm-hmm. And do you talk down like that? Yes, I'm yelling at the phone like this. And how can you hear? I turned the volume on max. Yes. So that's exactly the way that you're talking to her against the railing. ប៉ុន្តែពួកគាត់នៅតែមិនទាន់ជឿនាងនោះឡើយទេប៉ូលីសបានលួចតាមដានសកម្មភាពនាង24ម៉ោងហើយទោះបីជានៅក្នុងបន់សពម្ដាយនាងក៏ដោយអ្នកដែលតាមដានបាន
ចាប់អារម្មណ៍ឃើញថា Jennifer ដូចជាគ្មានទឹកមុខកើតទុកឬអត់យំសោះគណៈពេលដែល Jennifer ជាសាក្សីតែម្នាក់គត់ដែលដឹងរឿងប៉ូលីសដាក់សង្ឃឹមលើហាន់តែមួយគត់ទោះបីជាគាត់មានរបួសធ្ងន់ក៏ដោយក៏ហាន់បានដឹងខ្លួនឡើងវិញនៅពេលដែលគាត់ធូរបន្តិចគាត់បានប្រាប់ប៉ូលីសនៅរឿងមួយដែលខុសគ្នាដាច់ពីសម្ដីរបស់ Jennifer ហាន់បានចាំថានៅពេលដែលពួកចៅចូលមកក្នុងផ្ទះគាត់ឃើញ Jennifer ចុះចដើរឡើងយ៉ាងស្រួលគាត់បានប្រាប់ទៀតថានាងមិនបានត្រូវគេចងនោះទេហើយគាត់ឃើញនាងនិយាយលេងជាមួយពួកចៅម្នាក់ឡើងស្និទ្ធដូចជាស្គាល់គ្នាទៀតផងសម្ដីរបស់ហាន់គឺជាភស្តុតាងធំដែលបានបង្ហាញថា Jennifer បានសហការជាមួយពួកចៅរឿងនេះបានធ្វើឲ្យប៉ូលីសបដូររបៀបសួរនាំវិញមេប៉ូលីសបានចាប់ដើមប្រើល្បិចផ្សេងជាមួយ Jennifer គាត់បានកុហកនាងថាប៉ូលីសមានគ្រឿងម៉ាស៊ីនមួយដែលអាចមើលឃើញសកម្មភាពទាំងអស់នៅក្នុងផ្ទះនៅយប់នឹងនៅពេលដែលនាងឮបែបនេះ Jennifer ក៏ចាប់ដើមភ័យហើយចុងក្រោយនាងក៏បានព្រមនិយាយថានាងពិតជាអ្នកជួលពួកចៅទាំងនោះមែនប៉ុន្តែនាងថាតាមពិតពួកចៅត្រូវមកស្លាប់នាងទេរឿងដែល Jennifer ថាឪពុកម្ដាយនាងត្រូវគេបាញ់ច្រឡំនៅក្នុងពេលនាងចង់សម្លាប់ខ្លួនឯងនោះធ្វើឲ្យប៉ូលីសកាន់តែឆ្ងល់នៅពេលដែលប៉ូលីសចាប់ដើមជីកកលកាយពីជីវិតពីមុនរបស់នាងពួកគាត់ក៏ដឹងថាកូនស្រីដែលហាន់នឹងពេជ្រស្គាល់នោះគឺជាមនុស្សផ្សេង Jennifer បានរស់នៅក្នុងជីវិតលាក់បាំងតាំងពីនៅរៀនវិទ្យាល័យនៅពេលដែលនាងរៀនបញ្ចប់ដោយសាររៀនធ្លាក់នាងក៏ចាប់ផ្ដើមធ្វើឯកសារคล้ายៗនឹងกระดาษបង់លុយសាលាដើម្បីបោកឪពុកម្ដាយឲ្យជឿថានាងកំពុងរៀននៅសាលាធំនៅ Toronto អស់រយៈពេលច្រើនឆ្នាំរៀងរាល់ព្រឹកនាងតែងតែរៀបចំកាបូបហើយប្រាប់ឪពុកថានាងទៅរៀនប៉ុន្តែនាងមិនមែនទៅរៀនទេនាងបែរជាទៅអង្គុយនៅកន្លែងអានសៀវភៅឬហាងកាហ្វេ8ម៉ោងក្នុងមួយថ្ងៃដើម្បីរងចាំដល់ម៉ោងចេញពីរៀនដល់ពេលទៅទទួលសញ្ញាបត្រនាងនៅតែមិនព្រមនិយាយការពិតនាងបានទិញសញ្ញាបត្រคล้ายៗមកខាញឪពុកម្ដាយនាងពិតជាសប្បាយចិត្តខ្លាំងណាស់ហើយពួកគាត់ជឿថាគាត់បានចិញ្ចឹមកូនបានល្អរហូតបានក្លាយជាអ្នកលក់ថ្នាំម្នាក់ក្នុងគ្រួសាររបស់ Jennifer ការរៀនសរសរគឺសំខាន់បំផុតវាគឺជាការបដៅកូនដែលគេហៅថាការចិញ្ចឹមកូនបែបខ្លាគឺគាត់ចាត់ចែងជីវិតនាងគ្រប់យ៉ាងតាំងពីរឿងរៀនអ្វីធ្វើអ្វីហើយសូម្បីតែរឿងរាប់អានមិត្តភ័ក្តិក៏គាត់កំណត់ឲ្យដែររឿងនេះហើយដែលនាំឲ្យនាងមានតំណែងជាមួយ Daniel Wong Daniel គឺជាអ្នកលក់ថ្នាំញៀនដែលជាមនុស្សប្រភេទដែលហាន់គ្មានថ្ងៃឲ្យចូលក្នុងផ្ទះដាច់ខាតក្នុងពេលដែលឪពុកម្ដាយស្មានថានាងទៅរៀននៅសាលាធំតាមពិតនាងលួចទៅរស់នៅជាមួយ Daniel សោះប៉ុន្តែយូរទៅហាន់និងពេជ្រចាប់ដើមសង្ស័យពួកគាត់បានលួចតាមដាន Jennifer ហើយនៅពេលដែលឪពុកនាងដឹងរឿងស្នេហាហើយពេលដែលដឹងថានាងបើករឿងរៀនចប់ហាន់ក៏បានឃុំនាងទុកក្នុងផ្ទះតែម្ដងគាត់បានទុកទូរស័ព្ទទុកឡានហើយតាមឆែកមើលគីឡូឡាននាងទៀតដើម្បីឲ្យច្បាស់ថានាងចេញទៅក្រៅគឺទៅពង្រៀងចាណូទេឬអត់រឿងនេះកាន់តែខ្លាំងឡើងរហូតដល់ហាន់ឲ្យផ្លូវពីរឲ្យនាងហើឈប់ជួប Daniel ឬក៏ចាក់ចេញពីផ្ទះរហូតដោយសារមានអារម្មណ៍ថាអស់ផ្លូវហើយ
Jennifer ក៏ចាប់ដើមរៀបចំដើម្បីសម្លាប់ឪពុកម្ដាយនាងចោលប៉ូលីសបានរកឃើញថា Daniel មិនមែនតែសង្សាររបស់នាងទេតែគឺជាអ្នកហុចការក្នុងរឿងនេះនៅពេលដែលឪពុកបង្ខំឲ្យបែកគ្នា Jennifer ក៏បានតាក់ទងទៅ Len Crawford ដែលជាអ្នករកស៊ីថ្នាំញៀនជាមួយ Daniel ពួកគេបានត្រូវគ្នាក្នុងតម្លៃ$10,000ដើម្បីរៀបចំរឿងចោលប្លន់ផ្ទះដើម្បីរៀបចំគម្រាមនេះ Jennifer បានប្រើទូរស័ព្ទសម្ងាត់មួយទៀតសម្រាប់តាក់ទងជាមួយ Daniel និងក្រុមឃាតករប៉ុណ្ណោះទោះបីជា Jennifer បានបោះស៊ីមកាតចោលដើម្បីបំបត្តិភស្តុតាងក៏ដោយក៏នាងនៅទុកគ្រឿងទូរស័ព្ទនឹងប៉ូលីសក៏បានឆែកមើលក្នុងទូរស័ព្ទនេះហើយបានរកឃើញសាររាប់រយដែលនាងនិយាយពីគម្រាមការរបស់ពួកគេសារចុងក្រោយដែលបញ្ជាក់ថាពួកគេនឹងចាប់ផ្ដើមធ្វើសកម្មភាពគឺពាក្យថាថ្ងៃទី8ខែ11ម៉ោងលេងនៅយប់នោះប៉ូលីសបានឆែកមើលកាមេរ៉ារបស់អ្នកជិតខាងហើយឃើញរឿងមួយយ៉ាងនៅម៉ោងប្រហែល10យប់ភ្លើងក្នុងបន្ទប់របស់ Jennifer បានបើកបិទប៉ូលីសយល់ថានេះគឺជាសញ្ញាដែលនាងប្រាប់ទៅក្រុមឃាតករដែលចាំនៅខាងក្រោមថាពួកគាត់អាចចាប់ផ្ដើមធ្វើការបានហើយភ្លាមបន្ទាប់ពីឲ្យសញ្ញាភ្លើងរួច Jennifer ក៏បានផ្ញើសារចុងក្រោយគឺ VIP access គ្រាន់តែផ្ញើសាររួច Jennifer ក៏ដើរចុះទៅជាន់ក្រោមដើម្បីចាក់សោបើកទ្វារមុខឲ្យបរិសុទ្ធទាំង3នាក់ចូលក្នុងផ្ទះបានយ៉ាងងាយភស្តុតាងទាំងអស់នេះបានបញ្ជាក់ថារឿងចោលប្លន់នេះមិនមែនជារឿងចាយដន្យទេតែវាគឺជាការរៀបចំដើម្បីសម្លាប់ឪពុកម្ដាយខ្លួនឯងប៉ូលីសក៏បានហៅ Daniel មកសួរចម្លើយព្រោះគាត់គឺជាតួឯងសំខាន់ដែលភ្ជាប់ Jennifer ទៅជាឃាតករ I don't know who is behind it, right? I just know that her parents didn't want us to be, her family didn't want us to be together. Jennifer បានព្យាយាមដោយសារថាតាមពិតនាងចង់ជួលគេមកសម្លាប់ខ្លួនឯងទេតែ Daniel បានទម្លាយរឿងពិតទាំងអស់គាត់បានសារភាពថាគាត់គ្រាន់តែជាអ្នកជួយរៀបចំទេគឺ Jennifer ទេដែលជាមេខ្លោងពិតប្រាកដតុលាការធ្វើសម្រេចចិត្តថាតែ Jennifer គឺជាកូនស្រីដែលពិបាកចិត្តខ្លាំងដោយសារសម្ពាធគ្រួសារឬក៏ជាអ្នករៀបចំផែនការសម្លាប់គេដើម្បីសេរីភាពខ្លួនឯងតែចុងក្រោយភស្តុតាងទាំងអស់ទាំងសារក្នុងទូរស័ព្ទសញ្ញាភ្លើងនិងសម្ដីរបស់ឪពុកនាងទាំងអស់បានបង្ហាញឡើងច្បាស់ថានាងគឺជាអ្នកកុហកនៅខែ12ឆ្នាំ2014ការសម្រេចចុងក្រោយបានមកដល់ Jennifer, Daniel និងក្រុមឃាតករត្រូវបានតុលាការរកឃើញថាពិតជាមានទោសពីព្រោះរៀបចំសម្លាប់និងការព្យាយាមស្លាប់មនុស្សមុនតុលាការសម្រេចទោសឪពុករបស់នាងបានប្រាប់ថាគាត់លែងមានកម្លាំងធ្វើការកេងមិនលក់ហើយក៏មិនហ៊ានរស់នៅក្នុងផ្ទះនោះទៀតទេគាត់មានបំណងចុងក្រោយមួយគឺចង់ឲ្យកូនស្រីគាត់គិតឡើងវិញនៅអ្វីដែលខ្លួនបានធ្វើហើយក្លាយជាមនុស្សល្អនិងស្មោះត្រង់តុលាការក៏បានហាមឃាត់មិនឲ្យ Jennifer តាក់ទងទៅឪពុកហើយអូនប្រុសរបស់នាងរហូតតទៅគ្រួសារដែលនាងធ្លាប់ចង់ដោះខ្លួនចេញពីមុននោះឥឡូវនេះគឺបាត់បង់អស់ហើយរឿងរបស់ Jennifer បង្រៀនយើងថាការសម្ដែងធ្វើជាកូនល្អពេកពេលខ្លះ
សម្ពាធគ្រួសារអាចធ្វើឲ្យមនុស្សម្នាក់លែងដឹងខុសត្រូវនិងធ្វើរឿងអាក្រក់បំផុតចុងក្រោយសេរីភាពដែលនាងចង់បានរហូតដល់ហ៊ានសម្លាប់គេនោះគឺជាអ្វីដែលនាងបាត់បង់រហូតតទៅសូមអរគុណបងប្អូនដែលបានតាមដានរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តសាច់រឿងនេះសូមកុំភ្លេចជួយចុច like subscribe ហើយជួយ comment ផងដើម្បីទទួលបានរឿងថ្មីៗពីបង Joy Story Room ជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ Bye bye